សូមគោរពស្វាគមន៍លោកពុកអ្នកម្ដាយនិងទស្សនិកជនជាទីគោរពទាំងអស់មកកាន់វេទិកាបង្អួចគំនិតកុមារទួនវេទិកានេះគឺជាកន្លែងប្រមូលផ្ដុំសំណុំគំនិតរួមគ្នាដើម្បីបើកបង្អួចគំនិតមើលទឹកដោះស្រាយបញ្ហាចាស់ថ្មីដែលកំពុងចាក់ស្រេះក្នុងសង្គមគ្រួសារសហគមន៍និងសង្គមជាតិតាមរយៈការចែករំលែកដែលមានន័យនិងមានតម្លៃជាពិសេសវេទិកានេះនឹងឆ្លុះបញ្ចាំងពីទូនាទីរបស់ពុកម្ដាយថាតើសម្ដីពីពីឃ្លុំឃ្លានិងការគ្រប់គ្រងរបស់លោកពុកម្ដាយប្រចាំថ្ងៃអាចក្លាយជាកម្លាំងជំរុញឬក៏ជាសម្ពាធដែលនឹងជាឥទ្ធិពលទៅដល់អនាគតកូនយ៉ាងដូចម្ដេចជាកិច្ចចាប់ដើមជាមួយនឹងកម្មវិធីនេះវេទិកានេះខ្ញុំសូមគោរពអញ្ជើញលោកពុកម្ដាយនិងទស្សនិកជនអាចសាកល្បងសួរខ្លួនឯងថាតើធ្លាប់និយាយទៅកាន់កូននៅគ្នាប្រយោគទាំងនេះទេគឺជាឃ្លាថាកុំសុបិនរំពេករៀនឲ្យបានពូកែសិនទៅកុំធ្វើអ្វីដែលខ្លួនឯងមិនប្រកបឬក៏បណ្ដាឃ្លាមួយចំនួនប្រយោគមួយចំនួនទៀតដែលមានន័យប្រហាក់នេះក្នុងចំណុចនេះខ្ញុំយល់ឃើញថាក្នុងចំណោមគ្នាយើងក្នុងនោះរួមមានទាំងខ្ញុំផងដែរគឺអាចធ្លាប់ប្រើប្រាស់ពាក្យពេចន៍ឬក៏ឃ្លុំឃ្លាដែលមានន័យប្រហាក់នេះជាពិសេសខ្ញុំធ្លាប់និយាយទៅកាន់កូនថាកូនច្បងខ្ញុំនិយាយទៅកាន់គាត់ថាកុំធ្វើអ្វីដែលកូនមិនទាន់ចេះត្រូវចេះប្រយ័ត្នប្រយែងមុខក្រោយដាក់ទាំងឡាតែនេះក៏ដោយសារតែមកពីក្តីស្រឡាញ់ពេកមកពីការដែលយើងភ័យពេកបារម្ភពេកក្នុងនាមយើងជាឪពុកម្ដាយបើថាឪពុកម្ដាយភាគច្រើនពិតជាចង់ឲ្យកូនមានអនាគតល្អមិនចង់ឲ្យកូនលំបាកមិនចង់ឲ្យកូនបរាជ័យហើយមិនចង់ឲ្យកូនដើរផ្លូវខុសក៏ប៉ុន្តែពេលខ្លះការការពារច្រើនពេកក៏អាចក្លាយជាការបាត់បង្អួចគំនិតរបស់កូនមិនឲ្យកូនអាចរលាស់ខ្លួនចេញអំពីការប្រមាថដើម្បីធ្វើដំណើរឆ្ពោះទៅជាវិស្វករជាតិបានខ្ញុំគិតថាយើងទោះបីស្វែងយល់ថាការប្រមាថមិនចាំបាច់តែបង្កមកពីភាគីអមតទេក៏ប៉ុន្តែវាអាចមកពីកង្វះភាពរួចរាល់នឹងគ្រប់ជ្រុងជ្រោយរបស់យើងផងដែរអញ្ចឹងបើដល់ត្រង់ចំណុចនេះសំណួរថាតើយើងត្រូវធ្វើអ្វីនៅក្នុងកលៈទេសៈជាពិសេសនៅក្នុងកលៈទេសៈដែលប្រទេសយើងកំពុងតែមានបញ្ហាប្រឈមខ្ញុំថាអាចមានរឿងច្រើនដែលយើងត្រូវធ្វើក៏ប៉ុន្តែសម្រាប់ពេលនេះយើងអាចសាកល្បងគិតទៅលើគំនិតតែថាយើងនាំគ្នាពង្រឹងការអប់រំយើងនាំគ្នាពន្លឿនការបណ្ដុះជំនាញចាំបាច់ហើយយើងនាំគ្នាបញ្ជ្រាបមនសិការជាតិនៅក្នុងចំណោមមហាជនជាពិសេសក្នុងចំណោមកុមារយុវជនយើងក៏អាចសាកល្បងគិតផងដែរថាកុមារម្នាក់អាចនឹងផ្លាស់ប្ដូរទិសដៅជីវិតរបស់ខ្លួនតាមរយៈការអប់រំសាមញ្ញការប្រើប្រាស់ពាក្យពេចន៍ឃ្លុំឃ្លាដែលមានលក្ខណៈលើកទឹកចិត្តជំរុញទឹកចិត្តដូចជាពាក្យថាឃ្លាថាកូនអាចសាកមើលទៅពុកម៉ែជឿលើកូនពុកម៉ែគិតថាកូនអាចធ្វើបានប៉ុន្តែបើមានកំហុសខកខានអីកើតឡើងអូមិនជាអ្វីដែរលោកអ្នកអាចនឹងយល់ដូចខ្ញុំថាវិស្វករជាច្រើនមិនមែនចាប់ផ្ដើមពីភាពដែលខ្លួនឯងពូកែខ្លាំងពេកនោះទេប៉ុន្តែពួកគាត់គឺជាអ្នកដែលស្រវាទិញស្រវាដេញចាប់សុបិនរបស់ផងខ្លួនទៅតាមអ្វីដែលជានិស្ស័យរបស់ផងខ្លួនតែការចាប់សុបិនរបស់គាត់បើមានការលើកទឹកចិត្តមានការជំរុញនោះគាត់នឹងរៀបចំសុបិនទាំងឡាយរបស់គាត់នៅក្នុងឡផែនការមួយហើយគាត់នឹងដុតចំអិនសុបិនរបស់គាត់ឲ្យខ្លាយទៅជាលទ្ធផលពិតមួយតាមរយៈដុំភ្លើងសកម្មភាពសម្រាប់អ្វីដែលលើកឡើងមកនេះយើងអាចធ្វើការផ្ទាត់ជាមួយនឹងអ្វីដែលជាសមិទ្ធផលរបស់កុមារីនៅបណ្ដាប្រទេសជឿនលឿនដូចជាកុមារី Chita Charlie Rao ដែលជាកុមារីសញ្ជាតិអាមេរិកនាងកាលនៅវ័យ11 12ឆ្នាំនាងតែងតែជាមនុស្សដែលមានសំណួរច្រើនមិនចេះចប់មិនចេះហើយក៏ជាអ្នកដែលសុំច្រើនដែរតែអ្វីដែលគាត់សុំគឺគាត់សុំសាកល្បងនឹងអ្វីដែលថ្មីនឹងអ្វីដែលគាត់ចង់ធ្វើជាការពិតនាងបានជោគជ័យដោយសារតែមានការជំរុញពីលោកឪពុកអ្នកម្ដាយលោកគ្រូអ្នកគ្រូដែលអ្នកទាំងនោះមិនដែលធ្លាប់បន្ទិតចំណងនាងហើយថែមទាំងនិយាយថាខ្លួនអាចសាកបានអ្នកអាចសាកបាននៅពេលដែលអ្នកសាកអ្នកនឹងទទួលបាននៅគំនិតថ្មីហើយអ្នកនឹងរកវិធីដោះស្រាយទៅតាមគំនិតរបស់អ្នកដើម្បីសម្រេចលទ្ធផលអញ្ចឹងជាលទ្ធផលនៅក្នុងវ័យចន្លោះ11 12ឆ្នាំហ្នឹងនាងរ៉ាវ
ដែលជាកុមារីជនជាតិអាមេរិកនេះគឺគាត់បានសម្រេចគោលដៅរបស់គាត់គឺគាត់ខ្លាចទៅជាវិស្វករវ័យក្មេងបំផុតដែលផលិតបាននៅឧបករណ៍វិទ្យាសាស្ត្រសម្រាប់តាមដានជាតិពុលសំណក្នុងទឹកនោះជាឧទាហរណ៍មួយដែលយើងអាចទៀងទាត់បានហើយមានឧទាហរណ៍មួយទៀតដែលពាក់ព័ន្ធទៅនឹងកុមារាជនជាតិកាណាដាដែលមានឈ្មោះថាអាន Makosinski អានត្រឹមតែអាយុ15ឆ្នាំទេប៉ុន្តែគាត់អាចសម្រេចបាននៅសមិទ្ធផលវិទ្យាសាស្ត្រមួយនៅក្នុងកម្រិតកំពូលដែលខ្ញុំសូមហៅថាគាត់ជាវិស្វករវិទ្យាសាស្ត្រហើយភាសាសាមញ្ញដែលយើងប្រើដើម្បីឲ្យត្រូវនឹងពាក្យថាចេញពីការប្រមាថដើម្បីក្លាយទៅជាវិស្វករជាតិចុះបកមកអានវិញអាននៅវ័យ15ឆ្នាំបានសម្រេចនៅការផលិតឧបករណ៍វិទ្យាសាស្ត្រដែលជាសមិទ្ធផលវិទ្យាសាស្ត្រកម្រិតខ្ពស់មួយហើយឧបករណ៍នោះឈ្មោះថា The Holo Flashlight ឬយើងហៅជាភាសាខ្មែរយើងថាពិលឧបករណ៍បំភ្លឺដែលដំណើរការដោយកម្ដៅរាងកាយនេះសុទ្ធតែជារឿងដែលសម្រេចបានពីកុមារីនៅក្នុងវ័យជាកុមារភាពក៏ប៉ុន្តែដោយសារមានការជំរុញលើកទឹកចិត្តជាមួយនឹងការគ្រប់គ្រងជាប្រចាំការប្រើប្រាស់វិជ្ជមានជារៀងរាល់ថ្ងៃចំពោះកូនគេធ្វើបានហើយកូនអាមេរិកកូនកាណាដាចុះកូនខ្មែរយើងសម្រាប់ប្រិមិត្តទស្សនិកជនលោកឪពុកម្នាក់អាចនឹងរៀបចំខ្លួនដើម្បីតាំងសំណួរខ្ញុំថាកូនខ្មែរធ្វើបានទេកូនយើងទាំងអស់គ្នាធ្វើបានទេហើយតើវិស្វករជាតិជានរណាខ្ញុំថាបើគេធ្វើបានយើងក៏អាចធ្វើបានប៉ុន្តែខ្ញុំសូមឆ្លើយជាមួយនឹងសំណួរថាវិស្វករជាតិជានរណាសិនវិស្វករជាតិមែនតើទៅមិនមែនត្រឹមតែជាអ្នកដែលចេះដែលមានសមត្ថភាពសង់ស្ពានផ្លូវថ្នល់អគារឬក៏បង្កើតគ្រឿងចក្រគ្រឿងយន្តម៉ាស៊ីនតូចធំនោះទេប៉ុន្តែវិស្វករជាតិនៅក្នុងនេះគឺយើងសំដៅទៅដល់បញ្ញាជនទាំងឡាយណាដែលចូលរួមដោះស្រាយបញ្ហារបស់ប្រទេសជាតិឬក៏យើងអាចនិយាយថាជាក្រុមមនុស្សដែលប្រាជ្ញចំណេះដឹងដើម្បីបម្រើសង្គមជាតិហើយពួកគាត់អត់នៅឆ្ងាយពីលោកអ្នកទេអត់នៅឆ្ងាយពីពួកយើងទេពួកគាត់អាចជាកូនចៅរបស់យើងតែម្ដងតែដើម្បីឲ្យពួកគាត់ខ្លាយទៅជាវិស្វករជាតិបានគឺយើងចាំបាច់ផ្ដើមបេសកកម្មនេះចាប់ពីយើងផ្ទាល់តែម្ដងហើយតែយើងចាប់ផ្ដើមយ៉ាងដូចម្ដេចដើម្បីឲ្យកូនចៅយើងខ្លាយទៅជាវិស្វករជាតិបានបើខ្ញុំបើយើងបើលោកអ្នកអាចនិយាយមកកាន់វេទិកាឬក៏អាចខ្សឹបនៅក្នុងខ្លួនថាខ្ញុំមិនមែនជាវិស្វករផងទោះបីខ្ញុំអាចចិញ្ចឹមកូននៅជាវិស្វករចិញ្ចឹមកូនដើម្បីរៀនឲ្យបានខ្លាយទៅជាវិស្វករក៏ប៉ុន្តែដើម្បីកូនខ្លាយទៅជាវិស្វករមិនចាំបាច់តែយើងជាឪពុកម្ដាយជាវិស្វករទេដែលអាចចិញ្ចឹមជីវិតកូនដើម្បីឲ្យខ្លាយទៅជាវិស្វករបានប៉ុន្តែយើងជាឪពុកម្ដាយត្រូវរៀបចំខ្លួនទៅជាអ្នកស្ដាប់ទៅជាអ្នកលើកទឹកចិត្តហើយទៅជាអ្នកផ្ដល់ឱកាសអនុញ្ញាតឲ្យកូនមានការសាកល្បងទៅតាមអ្វីដែលជាចំណង់នៃការដេញស្រវាចាប់ក្តីសុបិនរបស់ខ្លួនសម្រាប់ខ្ញុំបើអាចចាប់ពីពេលនេះទៅខ្ញុំថាយើងទាំងអស់គ្នាគួរទម្លាប់សួរកូនយ៉ាងតិចមួយសំណួរក្នុងមួយថ្ងៃហើយសំណួរគួរតែជាសំណួរបើកមានន័យថាគឺជាសំណួរដែលកូនគាត់មានឱកាសនៅក្នុងការផ្ដល់ចម្លើយច្រើនយ៉ាងហើយគ្រប់ចម្លើយរបស់គាត់សុទ្ធតែមានចំណែកត្រូវឧទាហរណ៍ដូចជាយើងសួរថាកូនចង់សាកល្បងអីទេថ្ងៃនេះនេះជាសំណួរបើកគាត់អាចឆ្លើយថាបាទចាខ្ញុំចង់សាកល្បងការងារថ្មីខ្ញុំចង់ពិសោធន៍តើហេតុអីបាននៅក្នុងទឹកមានពពុះតែពពុះទឹកនិងពពុះសាប៊ូមានលក្ខណៈខុសគ្នាហើយនឹងដូចគ្នាយ៉ាងដូចម្ដេចនោះគឺជាឧទាហរណ៍នៃសំណួរបើកហើយសំណួរបើកមួយទៀតដែលជាឧទាហរណ៍សម្រាប់ហើយវាអាចជះឥទ្ធិពលទៅលើការសិក្សារបស់កូនដែរគឺជាយើងសួរកូនថាកូនបានបន្ទុកប្រមាណខែនេះយើងគួរសួរថាខែនេះកូនបានរៀនមេរៀនអ្វីខ្លះតែគាត់នឹងឆ្លើយគាត់នឹងរំលឹកឡើងវិញនៅអ្វីដែលគាត់បានសិក្សាពីសាលាមកពីលោកគ្រូអ្នកគ្រូគាត់មកលើពីនេះទៀតខ្ញុំគិតថាយើងទាំងអស់គ្នាក៏អាចសាកល្បងអប់រំកូនជាមួយនឹងពាក្យដែលថាកូនមិនត្រូវការឪពុកម្ដាយល្អឥតខ្ចោះទេប៉ុន្តែពួកគាត់ត្រូវការឪពុកម្ដាយដែលមិនបិទក្តីសុបិនរបស់គាត់ដើម្បីឲ្យគាត់អាចទៅដល់ក្តីសុបិនយើងត្រូវតែគ្រប់គ្រងយើងត្រូវតែប្រើប្រាស់នៅពាក្យពេចន៍ខ្លួនឃ្លាទាំងឡាយណាដែលមានលក្ខណៈវិជ្ជមានដើម្បីជាការជំរុញទឹកចិត្តប៉ុន្តែមិនមែនជាការដាក់សម្ពាធហើយដំណើរនេះខ្ញុំនិយាយម្ដងទៀតថាគួរតែចាប់ផ្ដើមអំពីយើងចឹងទេខ្ញុំគិតថាសម្រាប់វគ្គទី1នេះខ្ញុំ
ខ្ញុំធ្វើការបកស្រាយប៉ុណ្ណាយើងជួបគ្នានៅវគ្គទី2ជាមួយនឹងសុចនាករពន្លឿនការបណ្ដុះជំនាញចាំបាច់នោះជាប្រធានបទនៃអេពីសូតឬក៏វគ្គទី2ប៉ុន្តែមុននឹងបញ្ចប់ដោយសារនេះគឺជាវគ្គដំបូងដែលខ្ញុំចាប់ផ្ដើមធ្វើការផលិតជាវីដេអូដើម្បីចែករំលែកចំណេះដឹងខ្ញុំគិតថាខ្ញុំសូមអធិស្ឋានចំពោះការលើកលួសខ្វះខាតអំពីអ្នកទស្សនាទាំងអស់ពីអ្នកចេះដឹងកវីប្រាជ្ញនិពន្ធសាស្ត្រាចារ្យបញ្ញវន្តឬគ្មិនចាស់ថ្មីបិទការបកស្រាយនៅក្នុងវគ្គដំបូងនេះអត់បាត់ធ្លាប់ទី1ទី2ទៀតអ្វីដែលខ្ញុំបកស្រាយមុននេះគឺសំអាងតែលើទស្សនៈផ្ទាល់ខ្លួនដែលបានមកអំពីការចេះដឹងខ្លះបទពិសោធន៍តិចតួចនិងការស្រាវជ្រាវនៅលក្ខណៈសាធារណៈឡើយតែអញ្ចឹងជួបគ្នានៅវគ្គទី2ដែលមានប្រធានបទថាសុចនាករពន្លឿនបណ្ដុះជំនាញចាំបាច់សូមអរគុណសូមសុខភាពល្អសូមគោរពលា